บัดบองสนายหายเอาคุณanh cúi sỏi mấy anh đang viện với viên tầm viên để ta quật chơi rơi trong bay chẳng cái này nó xì vậy đấy nhưng cảบัดบ้างvới thời tập bà có thể là cảบัดbà mới cứ việc chuột តើវាមានរោគសញ្ញាសម្គាល់ណាមួយដែលយើងអាចសម្គាល់បានថាទាំងអស់ហ្នឹងប្រកាសជាជំងឺផ្លូវចិត្តដែរមុននឹងដល់កន្លែងនេះខ្ញុំអាចលើកយកពីតកតងជាមួយនឹងវិបត្តិផ្លូវចិត្តនិងជំងឺផ្លូវចិត្តមួយមកបន្ថែមតិចចុះចា៎លោកគ្រូវាមិនមានកត្តាកំណត់ច្បាស់លាស់តែគាត់ថាយើងអាចញែកវាបានថាវិបត្តិផ្លូវចិត្តនិងជំងឺផ្លូវចិត្តវាខុសគ្នាមិនអញ្ចឹងណាវិបត្តិផ្លូវចិត្តជាទូទៅអាចអ្នកណាក៏អាចមានដែរព្រោះវាជាប្រតិកម្មផ្លូវចិត្តដែលឆ្លើយតបជាមួយនឹងភាពតានតឹងនៅជុំវិញខ្លួនយើងអញ្ចឹងវាអាចកើតឡើងចេញជារោគសញ្ញាដូចគ្នាដែរប៉ុន្តែវាបាត់ទៅវិញក្នុងរយៈពេលមួយបាទប៉ុន្តែបើសិនជាជំងឺផ្លូវចិត្តវាអត់បាត់ទៅវិញវានៅបន្តរោគសញ្ញានឹងច្រើនសប្តាហ៍ច្រើនខែហ្មងបាទអញ្ចឹងយើងនិយាយថាវិបត្តិផ្លូវចិត្តអាចយើងនិយាយពីវិបត្តិក៏យើងក៏បានដែរបើយើងដាក់ mental distress អញ្ចឹងណាយើងនិយាយពីថាយើងថា stress ធម្មតាទៅឬក៏ stress អញ្ចឹងទៅភាពតានតឹងចិត្តអញ្ចឹងយើងរោគសញ្ញាមកវិញថាតើរោគសញ្ញាអីគេហើយរោគសញ្ញាទាំងអស់នោះបើសិនជាអូសបន្លាយពេលហ្នឹងយើងត្រូវតែចាប់អារម្មណ៍ហើយខ្ញុំញែកជារោគសញ្ញាផ្លូវកាយនិងផ្លូវចិត្តបាទអញ្ចឹងនៅក្នុងរោគសញ្ញាផ្លូវចិត្តយើងគិតទៅលើមានដូចជាការបារម្ភលើសលប់អញ្ចឹងយើងចាប់ដើមមានខ្លួនឯងថាបារម្ភ excessive worry វាបារម្ភច្រើនមែនតើខ្ញុំអត់និយាយគិតច្រើនទេព្រោះមនុស្សយើងទៅលើតែគិតរាល់វិនាទីព្រោះអត់គិតមានស្លាប់ទេចាតែខ្ញុំនិយាយពាក្យបារម្ភអញ្ចឹងពាក្យបារម្ភវាទាញទៅរក negative thinking ហ្នឹងអញ្ចឹងមានន័យថាការគិតអវិជ្ជមានឬក៏បារម្ភលើសលប់ហើយរឿងអីទីទួចយើងបារម្ភខ្លាំងហ្មងហើយតើយើងវាស់មិនអារឿងទីទួចបារម្ភខ្លាំងហ្នឹងយើងអាចផ្ទៀងផ្ទាត់យើងពីមុននិងយើងក្រោយមកពីមុនឧបមាថាខ្ញុំនិយាយជាក់ស្ដែងបើអ្នកខ្លះគាត់មានគ្រួសារឬក៏អីចឹងគាត់គិតយកហ្មងថាអូតិចអញ្ចេះទៅឬក៏ខ្ញុំតិចទៅជាមានជំងឺអីធ្ងន់ធ្ងរទៅឬក៏តិចឆ្នាំក្រោយហ្នឹងជីវិតយើងទៅជាអីចឹងបាទឬក៏គេទៅស្គួយសម័យខ្លួនឯងអាក្រក់មែនតើអញ្ចឹងណាឬក៏មួយទៀតដិតដាមជាមួយអតីតកាលដូចនឹកឃើញតែរឿងមួយហ្នឹងដិតដាមជាមួយនឹងអញ្ចឹងទៅអញ្ចឹងការបារម្ភគេបារម្ភទាំងអតីតកាលនិងអនាគតឬក៏បារម្ភពីខ្លួនឯងបច្ចុប្បន្នភាពហ្នឹងទៅមិនទៅអីចឹងណាបាទតែជាមនុស្សយើងយើងគិតដូចគ្នាមិនមែនយើងមិនគិតទេខ្លួនឯងត្រូវទៅណាទៀតឆ្នាំក្រោយត្រូវធ្វើមិនមាន planning ហើយគិតអាបែបហ្នឹងអត់ស៊ីអារម្មណ៍ដូចគិតអាគិត negative ទេអាគិត negative នោះគឺធ្វើឲ្យយើងហត់ហ្មងតែបើគិត planning គិតដូចមានសង្ឃឹមអត់អីទេអញ្ចឹងខ្ញុំនិយាយថាគិតដូចតែគ្នាតែគាត់ថាសំខាន់ការគិតហ្នឹងអញ្ចឹងខ្ញុំមានឃ្លាមួយគិតច្រើនមិនសំខាន់ទេគិតច្រើនមិនមែនជាបញ្ហាតែគិតតិចតែគិតអវិជ្ជមានក៏បញ្ហាដែរបាទអញ្ចឹងសញ្ញាទី1គឺការគិតច្រើនឬក៏បារម្ភច្រើនលើសលប់ឬក៏គិតអវិជ្ជមានហ្នឹងម្ដុំវាបន្ទាប់មកទៀតគឺបាត់បង់ចំណាប់អារម្មណ៍ចាប់ដើមលែងរីករាយជាមួយអ្វីដែលខ្លួនឯងធ្លាប់ធ្វើហើយចង់ធ្វើអីក៏អត់មានដែរដូចលែងបដោតបានដូចធ្លាប់មកអង្គុយហាងកាហ្វេញ៉ាំតែកាហ្វេមួយកែវក៏សប្បាយចិត្តទៅជាលែងមានអារម្មណ៍ញ៉ាំក៏ញ៉ាំទៅចូលក៏ចូលទៅមិនចូលក៏អត់ទៅសួរចង់ញ៉ាំអីក៏លែងមានចង់ទៅណាក៏លែងចង់ទៅជួបមនុស្សក៏លែងចង់ជួបទៅធ្លាប់និយាយស្ដាប់បើក្មេងៗក៏ធ្លាប់លេងហ្គេមសប្បាយយើងគាត់លេងហ្គេមហ្នឹងអារម្មណ៍អត់ដឹងហ្នឹងទេទៅអញ្ចឹងទៅនេះអញ្ចឹងនឹងសញ្ញាហ្នឹងគឺមានន័យថាបាត់បង់ចំណាប់អារម្មណ៍ឬក៏ការបដោតអារម្មណ៍ឬក៏ការជ្រាបចូលនៃស្ថានភាពមកក្នុងចិត្តរបស់យើងបាត់ហើយនឹងឲ្យពិបាកបដោតអារម្មណ៍ឆាប់ភ្លេចមានអារម្មណ៍ថាខ្លួនឯង cloudy ដូចផាដូចដល់អត់បានទេអញ្ចឹងអាហ្នឹងសិតតែនៅក្នុងផ្លូវចិត្តដែរសញ្ញាសម្គាល់ហើយពិបាកចិត្តហ្នឹងណាមានអារម្មណ៍ថាខ្លួនឯង sad ហ្មង sad ហើយស្អែកនេះទឹកអារម្មណ៍នៅតែពិបាកចិត្តទៀតខាងស្អែកនៅតែពិបាកចិត្តទៀតដូចជាប់គ្នាហ្មងអត់មែនថាថ្ងៃហ្នឹងបាត់លុយហើយ sad អាហ្នឹងវារឿងធម្មតានរណាក៏បាត់លុយមិន sad មិនចង់និយាយអញ្ចឹងអ្នកខ្លះថាបាត់លុយឲ្យសោយសុបាយចាហ្នឹងវាលឺវិញហើយអញ្ចឹងបាទបាត់បង់មនុស្សជាទីស្រឡាញ់ហើយដូចអ្នកខ្លះបាត់បង់ស្នេហាឲ្យខ្លួនឯងអង្គុយសោយមិនអាហ្នឹងវាអត់មានតែថាគាត់ជ្រើសរើសចង់បែកអញ្ចឹងណាអាហ្នឹងវាផ្សេងទៀតដែរអញ្ចឹងការបាត់បង់វាត្រូវតែពិបាកប៉ុន្តែអាការបាត់ពិបាកមួយគឺវាជាប់ហ្មងជាប្រចាំហ្មងអញ្ចឹងខ្ញុំរាប់រោគសញ្ញាទាំងប្រមាណហ្នឹងពិបាកចិត្តជាប្រចាំបាត់បង់ចំណាប់អារម្មណ៍ជាប្រចាំ
ហើយមួយទៀតគឺបាត់បង់អារម្មណ៍ដែលដូចមនុស្សយើងវាមានអាលេងសើចលេងបលែងមួយក្មេងលេងបលែងមួយនេះអីហ្នឹងបាទហើយភាពកំភ្លុកកំប្លែងការ sense of humor បាត់អាហ្នឹងវាដូចនិយាយលេងអីចេញមកស្មើរហូតមិនក៏ស្មើដែរហើយអាភាពស្មើរបស់គាត់នេះមិនមែនគាត់ពីមុនទេបើថាគាត់ពីមុនមនុស្សរៀងស្មើអញ្ចឹងឥឡូវអញ្ចឹងអាហ្នឹងវាដដែលប៉ុន្តែគាត់ពីមុនមនុស្សរៀងចេះនិយាយដែរចេះអីដែរតែពេលមកលើក្រោយនេះគឺជួបស្មើអញ្ចឹងបាទអញ្ចឹងអាហ្នឹងតើតើមួយផ្លូវចិត្តអញ្ចឹងខ្ញុំរាប់តែប្រមាណហ្នឹងទៅហើយវាមានមួយទៀតគឺផ្លូវចិត្តអកប្បកិរិយារបស់គាត់ចាប់ដើមមួម៉ៅបង្ហាញចេញអកប្បកិរិយាដូចកាចឬក៏ឆេវឆាវឬក៏ស្ងៀមស្ងាត់ដាច់ខ្លួនហ្មងហ្នឹងក៏កន្លែងមួយដែលគាត់ពីមុនហ្នឹងមនុស្សបើធម្មតាបើមនុស្សគាត់ពីមុនវាស្ងាត់ introvert ស្រាប់អាហ្នឹងវា introvert តែអត់អីតែបើសិនជាពីមុនគាត់រៀងចេះចេញមកជួបគេជួបឯងនិយាយមួយគេបានដល់ពេលឥឡូវទៅជាបាត់គាត់អត់ចេញមកស្កាត់ឆឹងដូចបាត់ដំណឹងគាត់អីចឹងណាបាទឬក៏គាត់ខ្លួនឯងគាត់ផ្ទាល់ហ្នឹងគាត់មានអារម្មណ៍ថាចុះមិនគាត់លែងចង់ទៅជួបគេជួបឯងលែងចង់ទៅតំណែងសង្គមចឹងអាហ្នឹងផ្ដាច់ខ្លួនណាបាទហើយមួម៉ៅដែលខ្ញុំនិយាយមិនចឹងហើយមើលទៅគាត់ដូចឆ្លេឆ្លាស្លោថប់ស្លន់ណាខ្ញុំនិយាយពីស្លន់ណាធ្វើមួយខ្លួនគាត់ដូចវឹកវល់រហូតបាទវឹកវល់រហូតស្លន់រហូតអញ្ចឹងអាហ្នឹងតាក់ទងជាមួយនឹងអារម្មណ៍ឬអកប្បកិរិយារបស់គាត់ហ្នឹងហើយរៀងស្ទុយអញ្ចឹងវាតាក់ទងអាហ្នឹងវាចំនួនរាប់នឹងសញ្ញាផ្លូវកាយហើយមានមួយទៀតដែរតាក់ទងជាមួយនឹងសន្ទុះចិត្តរបស់គាត់វាខុសពីមួម៉ៅតែសន្ទុះចិត្តរបស់គាត់ហ្នឹងវាដូចឡើងចុះលឿនហ្នឹងហើយប្រែប្រួលមកផ្លែទៅនិយាយមួយគាត់ផ្លែទៅម្ដងបាទស្រួលទៅម្ដងទៅអត់ស្រួលទៅមួម្ដងអារម្មណ៍សុបាយសោកកាក់ដល់ពេលផ្លុះធ្លាក់ទៅវិញសែតទៅហ្មងអាហ្នឹងគឺប្រែប្រួលអារម្មណ៍លឿនពេកបាទហៅចាប់ឲ្យជាប់អត់ឃើញណាហើយសញ្ញាមួយទៀតអានោះវារៀងចិត្តលើសទៅមុខទៀតមានថាចាប់ដើមខ្លួនឯងចាប់អារម្មណ៍ថាអង្គុយឬក៏លឺសលេងសិបជាអីម្នាក់ឯងអាហ្នឹងវាជាប្រភេទនៃជំងឺមួយទៀតទៅតែអាហ្នឹងក៏ត្រូវចាប់អារម្មណ៍ដែរហើយអស់សង្ឃឹមគិតខ្លីចាប់ដើមមានអារម្មណ៍ថាជីវិតខ្លួនឯងអត់ន័យគិតខ្លីអីចឹងអាហ្នឹងគឺបញ្ញាប់ហ្មងទៅត្រូវតែរោគជំនួយឲ្យចាំជាប្រចាំមួយទៀតម្ដុំធំដែរគឺសញ្ញាផ្លូវកាយសញ្ញាផ្លូវកាយមានន័យថាម៉េចចាប់ដើមឈឺក្បាលជាប្រចាំអស់កម្លាំងឈឺកាពះគេអត់លក់ប្រែប្រួលរបបអាហារអានេះស្រួលសម្គាល់ងាយបាទងាយចាប់ដើមសាច់ដុំតឹងណែនរយដៃរយជើងអស់ដៃអស់ជើងអ្នកខ្លះទៅញ៉ាំទៅអត់ចង់ចូលលេបអត់ចង់ចូលបាទអ្នកខ្លះទៅញ៉ាំទៅដូចទៅពីលេបគ្រោះលេបផ្សែងអ្នកខ្លះគេនិយាយអញ្ចឹងណាបាទហើយបត់ជើងអត់ស្រួលអីចឹងទៅឬក៏បត់ជើងតូចញឹកអីចឹងទៅមានសញ្ញាចាប់ដើមលេចចេញមករោគសញ្ញាផ្លូវកាយចឹងខ្ញុំរាប់តែប្រហែលហ្នឹងហើយបេះដូងលោតញាប់ថប់ធូងអត់ស្រឡះហ្នឹងហើយអញ្ចឹងអាហ្នឹងជាសញ្ញាផ្លូវកាយបូកជាមួយសញ្ញាផ្លូវចិត្តយើងគួរតែសម្គាល់ដឹង